សូមស្វាគមន៍លោកអ្នកបងប្អូនក្នុងការស្វែងយល់អំពីព្រះតើព្រះជាម្ចាស់មានលក្ខណៈដូចម្តេចព្រះជាម្ចាស់ទ្រង់ជាវិញ្ញាណអ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាយើងមិនអាចមើលឃើញព្រះជាម្ចាស់ហេតុផលដែលយើងមិនអាចមើលឃើញព្រះជាម្ចាស់ពីព្រោះទ្រង់ជាវិញ្ញាណហើយយើងមិនអាចមើលឃើញវិញ្ញាណទេព្រះគម្ពីរបានប្រាប់យើងថាឯព្រះទ្រង់ជាវិញ្ញាណហើយអ្នកណាដែលថ្វាយបង្គំទ្រង់នោះត្រូវតែថ្វាយបង្គំដោយវិញ្ញាណនិងសេចក្តីពិតអ្នកមានរូបកាយដែលអាចមើលឃើញហើយថែមទាំងមានវិញ្ញាណដែលមិនអាចមើលឃើញផងដែរមនុស្សដទៃទៀតអាចមើលឃើញរូបកាយរបស់អ្នកប៉ុន្តែគ្មានអ្នកណាម្នាក់អាចមើលឃើញវិញ្ញាណរបស់អ្នកឡើយព្រះជាម្ចាស់ទ្រង់ជាវិញ្ញាណទ្រង់គ្មានរូបកាយដូចយើងដែលអាចមើលឃើញនោះទេប៉ុន្តែទ្រង់គឺជាព្រះដែលមានជីវិតទ្រង់ទតឃើញយើងបានហើយទ្រង់ស្ដាប់ឮសម្ដីយើងគ្រប់ពេលវេលា